មកស្គាល់នៅវត្តព្រះឥន្ទកោសាដែលជាវត្តចំណាស់មួយក្នុងក្រុងសៀមរាបបាទ Channel វត្តអារាមទូសូមគ្រប់អនុញ្ញាតសម្ដេចព្រះជគុណគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសមកស្គាល់នៅប្រវត្តិសង្ខេបរបស់វត្តព្រះឥន្ទកោសាវត្តព្រះឥន្ទកោសាត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1503ដោយយោងទៅតាមឯកសារកម្រងឯកសារប្រវត្តិវត្តក្នុងខេត្តសៀមរាបបបហេតុដែលនាំឲ្យដាក់ឈ្មោះថាវត្តព្រះឥន្ទកោសាដោយចាស់ទុំពីបុរាណបាននិទានថាព្រះឥន្ទគឺជាស្ដេចនៃទេវតាដែលមានព្រះនាមជាច្រើនក្នុងនោះមានព្រះនាមកោសាក៏ជាព្រះនាមរបស់ព្រះឥន្ទផងដែរដោយព្រះឥន្ទគឺជាតួអង្គដែលមានឫទ្ធានុភាពដ៏ថ្លៃថ្លាគួរដល់ការគោរពបូជាទើបអ្នកកសាងវត្តនៃសម័យនោះប្រសិទ្ធនាមថាវត្តព្រះឥន្ទកោសារហូតដល់បច្ចុប្បន្នបានរៀបចំកសាងរោងឧបោសថឧបដ្ឋានសាលានិងកុដិសម្រាប់ព្រះសង្ឃអង្គសាមណេរគង់នៅនៅឆ្នាំ1975ដល់ឆ្នាំ1979ទីអារាមនេះគឺមានការខូចខាតជាច្រើនផងដែរសូមបញ្ជាក់ផងដែរព្រះវិហារនេះត្រូវបានកសាងឡើងតាំងពីឆ្នាំខាលអត្តសពុទ្ធសករាជ2468ត្រូវនឹងគ្រិស្តសករាជ1925ដោយព្រះរាជគុណឥន្ទជោតជាព្រះចៅអធិការនិងភិក្ខុសាមណេរឧបាសកឧបាសិកានៅក្នុងខេត្តសៀមរាបនិងមកពីទីជិតឆ្ងាយផងដែរជាពិសេសមានអាចារ្យលក្ខណ៍ឧបាសិការតសូរយ៉ងនិងឧបាសិកាភ្លេងជាអ្នកដំណើរការនៃការកសាងព្រះវិហារក្រោយឆ្នាំ1999មកទីអារាមនេះត្រូវបានរៀបចំឡើងវិញឬក៏ស្ថាបនាឡើងវិញដោយមានព្រះតេជគុណសុំយុទ្ធនិងព្រះតេជគុណអូនប៉ជាអ្នកដឹកនាំក្រោយមកនៅក្នុងឆ្នាំ1994ព្រះគ្រូចៅអធិការព្រះនាមអូនប៉បានរៀបចំកសាងសមិទ្ធផលនានាដូចជាកុដិសាលាខ្លងទ្វារដែលចូលរួមកសាងពីពុទ្ធបរិស័ទជិតឆ្ងាយចំណែកសាលាពុទ្ធកបឋមសិក្សាអូនប៉ត្រូវបានកសាងនៅក្នុងឆ្នាំ1977នៃគ្រិស្តសករាជដោយឧបាសិកាស៊ូងសាមសូមចុច Subscribe ដើម្បីតាមដានវីដេអូបន្ត Channel វត្តអារាមធัวខុសត្រូវដោយប្រការណាសូមមេត្តាខន្តីអភ័យទោសនិងសូមអរគុណ